អូខេសួស្តីអ្នកទាំងអស់គ្នាចាំវីដេអូមួយនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបើកឯកសារនៅក្នុងកម្មវិធី Adobe Photoshop អញ្ចឹងនៅក្នុងនេះគឺមាន3 file ដែលខ្ញុំធ្វើការបង្ហាញតែ file ទី1នេះគឺជា file PSD ដែលជា file ដើមរបស់កម្មវិធី Photoshop ដែលយើងអាចធ្វើការកែតម្រូវទៅលើដែលយើងបានធ្វើរួចបាទស្លឹកទី2នេះគឺ JPEG គឺជា file រូបភាពដែលជា file ដែលមាន background ពីក្រោយអញ្ចឹងទី3នេះពាក់ព័ន្ធជាមួយនឹង PNG នេះគឺជា file ដែលអត់មាន background នៅខាងក្រោយបើមកគឺអត់មាន background ទេនៅខាងក្រោយអញ្ចឹងឥឡូវខ្ញុំនឹងធ្វើការបង្ហាញពីរបៀបបើកវិញតែម្ដងបើសិនជាយើងចង់ធ្វើការបើកទៅលើឯកសារដែលយើងបានកែតម្រូវរួចរាល់ហើយយើងគ្រាន់តែចូលទៅស្វែងរកវាមកហើយបន្ទាប់មកយើងចុច double click ពីរដងអូខេអញ្ចឹងវានឹងបង្ហាញនៅស្លឹកទីការងារដែលយើងបានធ្វើហើយហ្នឹងយើងអាចធ្វើការកែតម្រូវបានទៅលើការងារនោះអញ្ចឹងមួយទៀតពាក់ព័ន្ធនឹងការដាក់រូបភាពវិញតែម្ដងយើងអាចចូលទៅកាន់ new ឬហើយយើងអាចកំណត់ទំហំกระดาษដែលយើងចង់បានមកវាយក create ករណីកន្លែងនេះបើសិនជាយើងធ្វើការទាញរូបថតរូបភាពពីស្លឹកនេះយើងតម្លាក់ទៅលើស្លឹកការងាររបស់យើងនេះស្លឹកការងារហ្នឹងបើយើងតម្លាក់ចូលទៅវានឹងលោតចូលទៅក្នុងផ្ទៃការងារយើងតែម្ដងហើយយើងចុចគ្រីសមកហើយមួយទៀតយើងអាចបង្ហាញមកចុចគ្រីសអញ្ចឹងវានឹងលាក់ចូលទៅលើស្លឹកទីការងារតែមួយតែបើករណីដែលយើងចាប់ស្លឹកការងារនេះវិញយើងចាប់វាហើយបាទចាប់វាហើយយើងអត់តម្លាក់ទៅក្នុងស្លឹកការងារទេយើងដាក់មកចំមកកន្លែងលើនេះកន្លែងធួដាក់កន្លែងនេះមកវានឹងលោតចេញជាពីរស្លឹកឲ្យយើងតែម្ដងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយចាំជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ